ចឹងអ្នកទាំងអស់គ្នា log in ចូល server មកបន្ទាប់មកយើងទៅបង្កើត folder ថ្មីមួយទៀតអញ្ចឹងអ្នកអស់ចូលគេតោះអញ្ចឹងអ្នកទាំងអស់គ្នាចូលមកក្នុង server យើងវិញមកដំបូងយើងត្រូវចូលទៅ file explorer មើលសិនអញ្ចឹងអ្នកនរចូល file explorer ហ្នឹងមិនមើលអីទេគឺទៅបង្កើតយើងចូល disk PC អញ្ចឹងពីមុនខ្ញុំបង្កើតនៅលើ drive D អញ្ចឹងខ្ញុំទៅយកនៅលើ drive D មួយទៀតមកអ្នកទាំងអស់គ្នាទៅបង្កើត folder ថ្មីណាអញ្ចឹងអ្នកទាំងអស់គ្នាអាចចុច shortcut key នេះគឺ shift control n មកហើយយើងវាយពាក្យថា main អញ្ចឹង folder ហ្នឹងខ្ញុំបញ្ជាក់តិចណាយើងដាក់ឈ្មោះអីក៏បានដែរអ្នកទាំងអស់គ្នាដាក់ឈ្មោះអីក៏បានដែរមិនចាំដាក់ឈ្មោះដូចខ្ញុំទេដាក់ឈ្មោះអីក៏បានដែរអញ្ចឹងមើលឲ្យអត់មានអីទេណាអត់មានអីទេអញ្ចឹងពេលដែលយើងបង្កើតហើយអ្នកទាំងអស់គ្នាសូមចុច mouse ស្ដាំយកពាក្យថា property បន្ទាប់មកទៀតយើងចូលទៅក្នុង tab sharing ហើយយើងឃើញដាក់ថា do not share នេះអញ្ចឹងយើងចុច share មកអញ្ចឹងបន្ទាប់មកកន្លែងនេះអ្នកទាំងអស់គ្នាត្រូវរើសយកពាក្យថា find people ហើយយើងវាយពាក្យថា O10 អ្នកអស់វាយតែប៉ុណ្្នឹងមក check name មកយើងនឹងឃើញមានឲ្យរើសនេះកន្លែងនេះអ្នកអស់គ្នាឃើញមាន2អញ្ចឹងយើងយកពាក្យថា authenticate user រួចយើងចុច OK មកទៅមកយើងចុច OK មួយទៀតអញ្ចឹងសូមអ្នកទាំងអស់គ្នាបដូរកន្លែងនេះសូមអ្នកទាំងអស់គ្នាបដូរកន្លែងនេះយកពាក្យថា read or write រួចបានចុច share ពេលដែលអ្នកបានចុច share អ្នកទាំងអស់គ្នានឹងឃើញមាន file មួយគេដាក់ថា main share ចេញពី server ដូចគ្នាយើងចុចដានមកកន្លែងនេះយើងនឹងឃើញ path នេះទៅជា share វិញអញ្ចឹងពេលអ្នកទាំងអស់គ្នា share ហើយយើងចុច close មកតបមកយើងចូលទៅក្នុង Active Directory User and Computer យើងដដែលណាអញ្ចឹងនៅក្នុងហ្នឹងកន្លែងនេះយើងមាន3ហើយអញ្ចឹង3អ្នកនេះគាត់គឺជា profile roaming អញ្ចឹងយើងយកនៅក្នុង OU មួយដែលយើងមាននៅក្នុងហ្នឹងយើងបង្កើត user ដែលនៅក្នុងហ្នឹងទៅជា mandatory profile អញ្ចឹងអ្នកទាំងអស់គ្នាអាច mouse ស្ដាំយក property ក៏បាន double click ក៏បានដែរតមកទៀតយើងយកពាក្យថា profile តមកយើងវាយ path ដែលយើងបាន share មិញហ្នឹងមកហើយ backslash មួយហើយយើងវាយពាក្យថា% username ភាគរយអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតណាកន្លែងហ្នឹងគឺត្រូវតែវាយភាគរយ username ភាគរយណាហើយមុននឹងវាយវាកុំភ្លេចប្រើ backslash ផង backslash នៅក្បែរ folder ដែលយើងបាន share មិញប្រើ backslash សិនតមកបើយើង apply រួចយើងចុច OK យើង apply ហើយបើយើងចុច OK អញ្ចឹងការ apply រួចរាល់ហើយយើងអាចចូលទៅក្នុង client អ្នកទាំងអស់គ្នាមួយណាក៏បានដែរចូលទៅសិនទៅយើងទៅធ្វើការងារនឹងសិនចាំយើងទៅទាំងពីរទាំងអស់ទៅអញ្ចឹងការដែលខ្ញុំដាក់គាត់ខ្ញុំមើល ID គាត់ខ្ញុំសុំមើល ID គាត់សិន70
តោះចឹងយើង log in ហើយអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាអាច testing ឲ្យខ្ញុំមើលមិនដូចខ្ញុំមើលសិនក៏បានដែរ system.dm.ctl នេះដើម្បីទៅមើលអញ្ចឹង profile របស់គាត់ពេលហ្នឹងមិនមែន mandatory ទេគឺ roaming អញ្ចឹងយើងចូល admin មកចឹងដល់កន្លែងនេះដូចខ្ញុំបញ្ជាក់មិញអញ្ចឹងអាហ្នឹងស្រួលទេបើអត់ចេញមក roaming ទេកន្លែងហ្នឹងស្រួលបំផុតគឺ local អញ្ចឹងសុំសាញ់ឲ្យគាត់មួយមកកុំឲ្យតែចេញមកចំហៀងណាอย่าចេញមកចំហៀងអាហ្នឹងបានបាក់ដោះចឹងខ្ញុំសុំចូលម្ដងទៀតព្រោះតែចេញមកចេញអញ្ចឹងមកក៏អ្នកនរអស់ទៅចូល server ទៅអត់បង្ហាញដែរទៅមើលម្ដងទៀតណាចឹងពេលអ្នកឲ្យទៅមើលម្ដងទៀតមកនេះអ្នកឲ្យឃើញ account គាត់ roaming ហ្នឹង roaming អញ្ចឹងមិនមែនតន់ទៅជា mandatory ទេឥឡូវយើងត្រូវការផ្លាស់ប្ដូរគាត់ទៅជា mandatory ចឹងអ្វីដែលអ្នកត្រូវធ្វើគឺចុច key window អក្សរ អតមកយើងចូលទៅ server អ្នកឲ្យ វាយទៅ server គឺ win server ឈ្មោះ server អញ្ចឹងឈ្មោះ server របស់ខ្ញុំដាក់ win server សម្រាប់ឈ្មោះ server អ្នកទាំងអស់គ្នាដាក់អីគេសូមវាយឈ្មោះលើមកបន្ទាប់មកអ្នកឲ្យចុច3ស្លាកមួយអ្នកទាំងអស់គ្នានឹងឃើញមានពាក្យថា main តើមកយើងចុច OK មកចឹងនៅក្នុងហ្នឹងអ្នកទាំងអស់ឃើញពេលដែលយើង sync មកនៅតែអត់មាន home directory អញ្ចឹងមានតែ profile ហ្នឹងអញ្ចឹងអាហ្នឹងកុំអាចទៅខ្វល់វាអ្នកទាំងអស់គ្នាទៅដាក់ permission កន្លែងនេះយើងចូលទៅ permission ដដែលចុច mouse តាមលើវាយក property យើងយក security ហើយអ្នកទាំងអស់គ្នាចូលទៅ edit តមកយើងចុច add អញ្ចឹងយើងវាយនៅតែវាយ admin អញ្ចឹងហើយយើង check name មកអញ្ចឹងយើងយក admin មិនមែនយក admin មាន s ទេណាយក user admin រួចយើងចុច OK តមកយើងគ្រីស allow all មិន deny all ទេ allow all ហើយបើយើងចុច OK មកអញ្ចឹងបន្ទាប់មកអ្នកចុច OK មកអញ្ចឹងកន្លែងហ្នឹងដើម្បីចូលទៅធ្វើ profile នឹងបានទៅមើលឃើញតើតែយើងចុច sign out ម្ដងទៀតអ្នកណាចុច sign out ម្ដងទៀតមករួចយើង sign in វិញចឹងខ្ញុំទៅមើលម្ដងទៀតចឹងកន្លែងនេះអ្នកនរឃើញការសូមកអត់មានឃើញអា nt user.data ទេចឹងយើងទៅចុចអា view នេះមកកន្លែង view នេះមកអ្នកនរចុចសូមកអ្នកនរសូមយក file extension ហើយនឹង file item hidden item ចឹងអ្នកនរឃើញមាន user.data អ្នកនរនឹងឃើញមាន nt user.data អញ្ចឹងនៅក្នុងហ្នឹងយើងអត់ទៅធ្វើអីទេអ្នកទាំងអស់គ្នាអាចsign out គាត់ម្ដងទៀតមកអញ្ចឹងសូមចូលទៅ server វិញអ្នកនឹងងាកមក server វិញណាហើយយើងចូលទៅក្នុង folder ដែលយើងបាន share ជា authentication user ឬក៏យើងហៅថា share សម្រាប់ mandatory profile អ្នកទាំងអស់គ្នាងាកមក main មកតែអត់ឃើញ profile របស់គាត់ដែលយើងឃើញមាន profile ហើយចឹងអ្នកចូលមកអញ្ចឹងយើងអត់ឃើញមានអាមិញដូចគ្នាមានថាយើងអត់ឃើញអាហើយគេ
អាមិញហ្នឹងគឺ nt user dot dat ហ្នឹងអញ្ចឹងចុច view មកនេះចុច view មកតើមកអ្នកនរឃើញកន្លែងនេះ file name extension hidden item អញ្ចឹងបើអ្នកទាំងអស់គ្នាមិនបានសាញអៅអ្នកនរមិនបានសាញអៅ user មិញទេអ្នកទាំងអស់គ្នាអត់អាច change ឈ្មោះរបស់អាហ្នឹងបានទេព្រោះ file ហ្នឹងបើសិនជាកំពុងតែបើកយើងអាច change បានទេអ្នកនរនេះចុច rename វាមកអញ្ចឹងសូមលុប dat dot dat យកមកពាក្យថា main អ្នកនរ enter មករួចមកចុច yes អញ្ចឹងឃើញមក main ហ្នឹងអ្នកឃើញមក main ហ្នឹងយើងងាកទៅក្នុង client ដែលយើងបានចូលមិញវិញអញ្ចឹងខ្ញុំចូលទៅម្ដងទៀតអ្នកអស់យក add user មកក៏បានដែរដើម្បីឲ្យវា clean ចឹងប្រយ័ត្នណាអ្នកអស់នេះប្រយ័ត្នឡើងនេះអត់ដូរនេះប្រយ័ត្នអានេះដូរចេញ main ហើយដល់ហើយចេញមកមិន main ទេទៅជាអីគេទៅជាដាតវិញណាយើងទៅមើលចឹងឃើញ user គាត់ជា mandatory profile ហើយនេះ mandatory profile ចឹងខ្ញុំចូលទៅក្នុង client មួយគាត់ជា mandatory profile នេះ client ខ្ញុំមួយទី1 mandatory profile ចឹងខ្ញុំសុំទៅ client ទី2ដូចគ្នាតើគាត់ខ្ញុំមិញខ្ញុំធ្វើតែនៅក្នុង client មួយទេចឹងខ្ញុំនឹងចូលទៅ client មួយទៀតថាតើ profile គាត់នៅតែជា mandatory profile ដដែលមែនចឹងខ្ញុំចូលមកកន្លែងនេះមួយទៀតណាចឹងកន្លែងនេះអ្នកទាំងអស់គ្នាអាចទៅបង្កើតនេះមក testing នេះជាមួយខ្ញុំទៅបង្កើតណាខ្ញុំបង្កើត folder ខ្ញុំបង្កើត folder ខ្ញុំបង្កើតឲ្យច្រើនសិនខ្ញុំបង្កើត folder ខ្ញុំបង្កើត file compress ខ្ញុំបង្កើត file compress ខ្ញុំបង្កើតចឹងមានអីបង្កើតក្រៅពី testing file ទាំងអស់ហ្នឹងទេចឹងនេះ file ទាំងអស់នេះដែលខ្ញុំបង្កើតនេះអ្នកអស់មើលមកនេះខ្ញុំបង្កើត file 246ចឹងខ្ញុំសាញអៅចេញពី user គាត់ណាខ្ញុំសាញអៅចឹងអ្នកនេះមក test user នៅនេះសិនចង់ដឹងថាតើ user គាត់ជាប់ព្រោះមិនខ្ញុំសាញអៅអានេះខ្ញុំទៅសាញ in user មួយ client មួយទៀតណាចឹងនេះ PC2 ម្ដងណាមុននឹង PC1 แล้ว PC2 ចឹងគាត់ mandatory profile ទៅណាក៏ mandatory profile ដែរចឹងប្រយ័ត្នខ្ញុំទៅឆែកចេញមក mandatory មួយចំហៀងអត់មានមួយចំហៀងទៅជា roaming ចឹងយើងងាកមក client ទី1ដែលខ្ញុំបានបង្កើតមិញ client ទី1ដែលខ្ញុំបានបង្កើត file មិញណា file ទាំងអស់មិញអញ្ចឹងខ្ញុំទៅ log in ម្ដងទៀតតើវាឃើញអត់ចឹងខ្ញុំចូលវិញណាខ្ញុំចូល profile គាត់វិញណាចឹងអ្នកនេះខ្ញុំសូមបញ្ជាក់ម្ដងទៀតណាកន្លែងនេះដូរឲ្យចេញ main ណាកុំឲ្យចេញ dat ណាប្រយ័ត្នដូរឲ្យនៅក្នុងហ្នឹងលោតតែ dat មកតែលោត dat មកអ្នកទាំងអស់គ្នានឹងអត់ដើរទៅជា mandatory profile ទេចឹងខ្ញុំ log in ចូលមកអ្នកទាំងអស់គ្នាឃើញអ្វីដែលខ្ញុំបានបង្កើតលើហ្នឹងគឺបាត់អស់ហើយ user គាត់ខ្ញុំបាន
nhưng mình ban do user ផ្សេង login ទេគឺខ្ញុំយក user គាត់ login អញ្ចឹងនៅក្នុង client ទី1និង client ទី2របស់ខ្ញុំมันមានដូចតែគ្នាទេនេះហើយគេហៅថា mandatory profile